រកឃើញ4ក្រុមហើយឡើងទៅវគ្គបន្តត្រៀមប៉ះគ្នាក្នុងពានរង្វាន់សម្ដេចអគ្គមហាសេនាបតីដេជោហ៊ុនសែនថ្នាក់ជាតិលើកទី19ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនលើកទី19ថ្នាក់ជាតិបានរកឃើញក្រុមឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រាត់ហើយនៅពេលនេះបន្ទាប់ពីបានបញ្ចប់ការប្រកួតវគ្គ8ក្រុមចុងក្រោយកាលពីថ្ងៃទី18មីនាឆ្នាំ2026ដោយក្រុម ISI ដង្កោសែនជ័យបានបង្កើតកំណត់ត្រាថ្មីរបស់ខ្លួនជាលើកដំបូងក្នុងការឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រាត់បន្ទាប់ពីឈ្នះភ្នំពេញក្រោមលទ្ធផល2-0នៅក្នុងជើងទី2កាលពីជើងទី1ស្មើគ្នា2-2ដូច្នេះហើយទាំងពីរជើងគឺពួកគេឈ្នះ 4-2 ជាមួយគ្នានេះផងដែរប្រកាសរិចស្វ័យរៀងបានវេបកយកឈ្នះគិរីវង្សសុកសែនជ័យលទ្ធផល 4-1 ក្នុងជើងទី2បន្ទាប់ពីជើងទី1បានចាញ់ 1-2 ដូច្នេះសរុបទាំងពីរជើងប្រកាសរិចស្វ័យរៀងបានយកឈ្នះលទ្ធផល 8 ចំណែកឯបឹងកេតបានឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រាត់តាមរយៈជ័យជំនះទាំងពីរជើងលើក្រុមកងក្រពលខេមរៈភូមិន្ទលទ្ធផល 4-0 វិសាខាបានយកឈ្នះ Nagawal ទាំងពីរជើងលទ្ធផល 6-2 នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រាត់ក្រុម SI ដង្កោសែនជ័យនឹងត្រូវជួបជាមួយនឹងវិសាខាខណៈដែលប្រកាន់រាជស្វ័យរៀងជួបក្រុមបឹងកេតការប្រកួតជើងទី1នៅថ្ងៃទី22ខែមេសាឆ្នាំ2026និងជើងទី2ក្នុងថ្ងៃទី29មេសាឆ្នាំ2026ខ្ញុំបាទអិនរតិចិត្តពី Big News